នាងបានដើរចូលទៅក្នុងបន្ទប់ធ្វើការរបស់ស្វាមីជាលើកដំបូងក្នុងរយៈពេលរៀបការ3ឆ្នាំហើយចៃដន្យឲ្យក៏បានរកឃើញអាចកំបាំងរបស់គេនាងមិនអាចជឿថាពួកគេពិតជាមានទំនាក់ទំនងបែបនេះទេតាមរយៈកំណត់ហេតុប្រចាំថ្ងៃនាងបានដឹងថាស្វាមីរបស់នាងនិងម្ដាយមីងរបស់នាងបានស្រឡាញ់គ្នារយៈពេល10 ឆ្នាំមកហើយប៉ុន្តែដោយសារហេតុផលផ្សេងពួកគេមិនបានរួមរស់ជាមួយគ្នាទេបុរសនោះមិនអាចទទួលយកការពិតនេះបានទេដូច្នេះគាត់បានជ្រើសរើសរៀបការជាមួយនាងដើម្បីយកមកជំនួសម្ដាយមីងរបស់នាងគេថែមទាំងបានរៀបចំផែនការគ្រោះថ្នាក់ចរាចរណ៍យ៉ាងប្រុងប្រយ័ត្នគ្រាន់តែចង់យីនាងមានផ្ទៃពោះជាមួយនឹងកូនដែលមានមុខមាត់ដូចម្ដាយមីងរបស់នាងប្រសិនបើមិនមែនដោយសារជំងឺធ្ងន់ធ្ងររបស់ឪពុកនាងទេនោះយប់នោះនាងបានខលទូរស័ព្ទ99ដងប៉ុន្តែគ្មានអ្នកណាទទួលទេបន្ទាប់មកមិត្តភក្តិជិតស្និទ្ធរបស់នាងបានផ្ញើរូបថតស្វាមីរបស់នាងកំពុងបេម្ដាយមីងក្នុងដៃនោះហើយជាពេលដែលនាងបានដើរចូលទៅក្នុងបន្ទប់ធ្វើការហើយលាតត្រដាងការពិតពេលថ្ងៃក្រោយមកស្វាមីបានប្រញាប់ត្រឡប់មកផ្ទះវិញដើម្បីសុំទោសនាងបានយកឯកសារពីរចេញមកគាត់បានចុះហត្ថលេខាដោយមិនបានមើលដោយគិតថាវាគ្រាន់តែជាកិច្ចព្រមព្រៀងសំណងប៉ុណ្ណោះប៉ុន្តែតាមពិតវាជាកិច្ចព្រមព្រៀងលែងលះនិងលិខិតយល់ព្រមរំលូតកូនបន្ទាប់ពីនោះបុរសនោះបានស្នើអំដំណើរនាងទៅពិនិត្យផ្ទៃពោះប៉ុន្តែនៅពេលដែលគាត់ហៀបនឹងចាក់ចេញគាត់ក៏បានទទួលទូរស័ព្ទពីម្ដាយមីងរបស់នាងភ្លាមគាត់បានលើកយកលេសរឿងការងារហើយក៏ចេញទៅនាងបានចុះពីឡានដោយស្ងាត់ស្ងៀមហើយយំនាងបានសម្រេចចិត្តបោះបង់ចោលទារកនោះនៅថ្ងៃបន្ទាប់នាងបានទទួលទូរស័ព្ទពីពូរបស់នាងដោយនិយាយថាម្ដាយមីងបានត្រឡប់មកវិញហើយបានស្នើឲ្យពួកគេទៅផ្ទះដើម្បីញ៉ាំអាហារថ្ងៃត្រង់នាងចង់បដិសេធប៉ុន្តែស្វាមីរបស់នាងបានឆក់ទូរស័ព្ទហើយយល់ព្រមនៅតុអាហារថ្ងៃត្រង់គាត់គិតតែពីម្ដាយមីងរបស់នាងប៉ុណ្ណោះគេថែមទាំងបានជូនកាដូខ្សែកដែលនាងចង់បានជាយូរមកហើយទៅម្ដាយមីងទៀតផងក្រោយពីផឹកស្រាគាត់បានសារភាពស្នេហ៍ទៅកាន់ម្ដាយមីងដោយបើកចំហនាងក៏បានមើលឃើញការពិតច្បាស់លាស់នៅថ្ងៃបន្ទាប់ម្ដាយមីងបានស្នើទៅញ៉ាំនៅភោជនីយដ្ឋានលក់ម្ហូបបោះចំប្រទេសដែលទើបនឹងបើកថ្មីមួយម្ដាយមីងបានចេតនាកុំមមុខម្ហូបដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាងប៉ុន្តែបុរសនោះបានការពារតែម្ដាយមីងរបស់នាងពេញមួយពេលបន្ទាប់មកអ្នករត់ទៅបានចៃដន្យធ្វើឲ្យកំពុកស៊ុបក្តៅលើដៃរបស់នាងប៉ុន្តែបុរសនោះបែរជាចាប់ដៃម្ដាយមីងរបស់នាងយកទៅផ្លុំនិងត្រជាក់ឲ្យនាងវិញដោយមិនអើពើនឹងប្រពន្ធដែលរងរបួសតតែសោះបន្ទាប់ពីចេញពីមន្ទីរពេទ្យនាងបានរៀបចំអីវ៉ាន់របស់នាងប៉ុន្តែបុរសនោះបានបន្ទោសនាងថាបង្កបញ្ហាមិនយូរប៉ុន្មានម្ដាយមីងរបស់នាងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារខ្សោយតម្រងនោមបុរសនោះបានស្នើឲ្យនាងដែលកំពុងមានផ្ទៃពោះធ្វើតេស្តការផ្គូផ្គងតម្រងនោមនាងបានយល់ព្រមព្រោះនោះគឺជាម្ដាយមីងរបស់នាងពីរបីថ្ងៃក្រោយមកក្រុមគ្រួសារបាននិយាយថាពួកគេបានរកឃើញអ្នកបរិច្ចាគតម្រងនោមដែលសមរម្យហើយនាងក៏បានធូរស្រាលប៉ុន្តែចៃដន្យនាងបានឮពាក្យសម្ភាសរបស់ស្វាមីថាគេសុខចិត្តផ្ដល់សូម្បីតែបេះដូងរបស់គេដើម្បីជួយសង្គ្រោះគូស្នេហ៍របស់គេមុនពេលវះកាត់បុរសនោះបានកុហកថាគេជាប់រវល់ទៅបំពេញការងារនៅក្រៅប្រទេសប៉ុន្តែតាមពិតគេបានប្រញាប់ទៅបរិច្ចាគតម្រងនោមរបស់គេទៅឲ្យម្ដាយមីងនាងបានដោះចិញ្ចៀនរបស់នាងដោយស្ងៀមស្ងាត់ហើយដើរតែម្នាក់ឯងចូលទៅក្នុងអាកាសយានដ្ឋានដោយតាំងចិត្តបញ្ចប់អាពាហ៍ពិពាហ៍ដ៏គួរឲ្យអស់សំណើចនេះម្ដងហើយម្ដងទៀត